សម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាចំពោះការចល័តកងកម្លាំងនិងអាវុធទៅព្រំដែនគឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញសង្គម Facebook ផ្លូវការនៅថ្ងៃទី29ខែឧសភាឆ្នាំ2025នេះបានឲ្យដឹងយ៉ាងដូចនេះថាចំពោះការចល័តកងកម្លាំងនិងអាវុធទៅព្រំដែនគឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ដោយយថាហេតុណាមួយដែលអាចកើតមានឡើងព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបីក៏ដូចជាការចាក់ឡាត់កម្លាំងទ័ពនិងអាវុធធុនធ្ងន់មួយចំនួនទៅព្រំដែនក្នុងខណៈដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេសបានធ្វើឲ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្ភជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែនតើសង្គ្រាមនឹងផ្ទុះឡើងឬទេតើអ្នកណាដឹកនាំគ្រប់គ្រងសហភាពការឬបញ្ជាឲ្យមានការចាក់ឡាត់កម្លាំងទ័ពនៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេសសម្ដេចធិបតីបានបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថាទោះបីរូបខ្ញុំកំពុងស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងជាច្រើនក៏ដោយប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំងក្នុងករណីធំបែបនេះគឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែលរាល់ការវិវត្តនៃសភាពការដែលកើតមាននៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឲ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមអគ្គមេបញ្ជាការនិងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោករួមទាំងលទ្ធផលនៃការតាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកកម្ពុជាមួយសមភាគីថៃក្នុងគោលដៅទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចគ្នាកាន់តែរីកនិងព្យាយាមឲ្យសហភាពការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរជាមួយគ្នានេះរាល់ការសម្រេចចិត្តសំខាន់ក៏ត្រូវទទួលបានការឯកភាពឬទទួលបទបញ្ជាពីរូបខ្ញុំរួមទាំងការចាក់ឡាត់ទ័ពនិងអាវុធទៅព្រំដែនសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថាខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេសនិងប្រជាជនយើងទាំងពីរនោះទេជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខក្នុងន័យនេះខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះនឹងទទួលបានលទ្ធផលវិជ្ជមានក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់និងការប្រស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើនាពេលកន្លងមកសម្ដេចបន្ថែមថាដូចខ្ញុំធ្លាប់បានលើកឡើងក្នុងវេទិកាសាធារណៈកន្លងមករួចហើយកម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាននិងសូមកុំមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទប់ស្កាត់កុំឲ្យមានបញ្ហានេះទៅរីកធំរហូតដល់ក្លាយទៅជាជម្លោះជាតិសាសន៍និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាលក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់
រូបថតពីសន្លឹកនេះគឺថតនៅក្នុងអំឡុងពេលនៃការសមយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់និងប្រាសាទតាក្របីកាលពីជាង10ឆ្នាំមុននៅឆ្នាំ2008និងឆ្នាំ2011រូបថតមួយសន្លឹកគឺថតនៅជិតទីបញ្ជាការជួរមុខនៅក្រុងសំរោងខេត្តឧត្តរមានជ័យក្នុងអំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃរូបថតមួយសន្លឹកទៀតគឺជាការចរចាជាមួយភាគីកងទ័ពជើងគោកថៃនៅជាំស្រងាំដើម្បីផ្អាកការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ